ជា HTC U11 បាននិយាយងាយទៅវាជាការ upgrade ឡើងមកពី HTC U Ultra ហើយផលដែលខ្ញុំមិនចូលចិត្ត U Ultra នោះគឺមិនមែនដោយសារវាមិនល្អនោះទេតែវាខ្ជះខ្ជាយបច្ចេកវិទ្យាដែលត្រូវបំពាក់នៅលើតួខ្លួនដ៏ធំនេះខ្លាំងពេកវាគួរតែមានលើសពីនេះហើយ U11 ជំនាន់ថ្មីនេះគឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ថា U Ultra គ្រាន់តែជា smartphone ជំនាន់សាកល្បងរបស់ U11 នេះប៉ុណ្ណោះព្រោះលើកនេះ HTC ធ្វើឲ្យខ្ញុំពិតជាមានសង្ឃឹមជាថ្មីម្ដងទៀតទៅលើ brand នេះ U11 មានចំណុចត្រូវច្រើនលើកនេះវាបំពាក់មកជាមួយនឹងអាវក្រោះការពារទឹកនិងដីកម្រិត IP67 កម្លាំងម៉ាស៊ីនខ្លាំង Snapdragon 835ជាមួយនឹង RAM 6GB អាចថតសំឡេងជាលក្ខណៈ 3D គុណភាពផលិតថ្មី speaker ខ្លាំងកាមេរ៉ាញ័រផ្លោកហើយលើកនេះវាក៏ភ្ជាប់មកជាមួយនឹងខ្សែភ្ជាប់កាស 3.5 មីលីម៉ែត្រមកស្រាប់ផងដែរអញ្ចឹង smartphone នេះមានចំណុចលេចធ្លោច្រើនជាងស៊េរី Ultra ធម្មតាឆ្ងាយហើយតម្លៃវាក៏មិនខុសគ្នាច្រើនដែរ U11 លក់នៅក្នុងស្រុកយើងខ្ទង់$710ភ្ជាប់មកជាមួយនឹងទំហំផ្ទុក 128GB អាចប្រើ SIM បាន2ហើយវាក៏មានរន្ធបន្ថែម SD card ផងដែរអញ្ចឹងតើអ្វីដែលធ្វើឲ្យទូរស័ព្ទនេះឈរលេចធ្លោជាង smartphone ផ្សេងទៀតរបស់ HTC នោះប្រកាសជាមុខងារច្របាច់និងកាមេរ៉ាថ្មីរបស់វានេះឯងមុនចូលទៅដល់ចំណុចធំទាំងពីរនេះខ្ញុំនឹងបង្ហាញពីរូបរាងអេក្រង់ software និងផ្នែកខាងក្នុងមួយចំនួនសិន U11 និង U Ultra មានរូបរាងស្ទើរតែដូចគ្នាមែនទែនដែលសឹងតែធ្វើឲ្យច្រឡំបានគ្រាន់តែ U Ultra មានអេក្រង់បន្ថែមលើនិងមានកាមេរ៉ារាងការ៉េហើយរាងខាងក្រោយរបស់ U11 មានសណ្ឋានមូលនិងទាលជាងមុនបែបកោងស្របដោយកញ្ចក់ថ្មីដែល HTC ហៅថា 3D ពណ៌ខៀវថ្លាដែលខ្ញុំកំពុងបង្ហាញនេះហៅថា Sapphire Blue វាក៏មានពណ៌ប្រាក់ពណ៌សពណ៌ខ្មៅនិងពណ៌ក្រហមបន្ថែមទៀតដែរដែលវានឹងចេញលក់តាមក្រោយតែសម្រាប់ពណ៌ខៀវនេះវាពិតជាស្រស់ស្អាតមែនទែនពណ៌នេះក៏ចាប់ផ្ដើមដោះផ្កាយនៅក្នុងចិត្តខ្ញុំដែរតែវារៀងឆាប់ប្រឡាក់មែនទែនដល់ថ្នាក់ HTC បន្ថែមក្រណាត់ជូតមកមួយហើយខ្នងវានេះក៏ងាយរអិលនិងឆ្កូតផងដែរចំណែកក្នុងប្រអប់វាក៏មានបន្ថែម case រឹងជំនួយពីលើមួយទៀតខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាឲ្យប្រើស្រោមការពារជាប់ឬក៏ប្រយ័ត្នបន្ថែមព្រោះសម្រាប់ការប្រើរបស់ខ្ញុំវារអិលអស់ស្នាមបន្តិចហើយចំណែកខ្នងវាក៏ឆ្កូត 2-3 ខ្សែដែរដូចនេះអ៊ុតស្កុតបន្ថែមក៏ល្អដែរខាងក្រោយគឺជាផ្នែកស្រស់ស្អាតបំផុតរបស់ U11 តែបែរមុខខាងមុខវិញគឺចង់ហេវវានៅសល់ space cam រៀងច្រើនដោយនេះវាធ្វើឲ្យទំហំទូរស័ព្ទដែលមានអេក្រង់ 5.5 អ៊ីងរាងធំជាង smartphone ផ្សេងទៀតដែលមានអេក្រង់ប៉ុនវាឬធំជាងវាសម្រាប់ទម្ងន់វា169ក្រាមចំណែកកម្រាស់ 7.9 មីលីម៉ែត្រអញ្ចឹងវាមិនធ្ងន់ពេកហើយក៏មិនសូវស្ដើងដែរអេក្រង់ Super LCD 5 ខាងមុខនេះក្រៅដោយកញ្ចក់ការពារ G5 អាចបង្ហាញរូបភាពកម្រិត 1440x2560 pixel ជាមួយនឹង density 534 ppi អេក្រង់នេះនៅតែបង្ហាញរូបភាពបានល្អដូចមាននៅលើ HTC U អញ្ចឹងវាម៉ត់បង្ហាញគ្រាប់អក្សរបានច្បាស់ពណ៌វាក៏បញ្ចេញបានស្រស់ចំណែកពន្លឺវាក៏ភ្លឺខ្លាំងល្មមស្រួលមើលក្រោមថ្ងៃផងដែរសម្រាប់ប៊ូតុងបញ្ជាឆ្លាស់ទិសគឺនៅខាងក្រោមនេះដដែលអមសងខាងប៊ូតុង Home ហើយទ្រនាប់ scan ម្រាមដៃនៅក្នុងនេះវា scan ដោះបានល្អគ្រាន់តែវានៅរាងយឺតជាងទ្រនាប់ scan របស់ OnePlus 5 បន្តិចមកខាងលើនេះវិញជាកាមេរ៉ាទំហំ16 megapixel វាថតបានភ្លឺមានកម្រិតសាច់ម៉ត់ល្អតែដោយសារ HTC ដកមុខងារទប់រំញ័រចេញនោះដូចនេះរូបភាពវាមានសភាពព្រាលនៅពេលយប់អញ្ចឹងមានតែពឹងទៅលើលំនឹងដៃរបស់យើងហើយនេះគឺជាចំណុចដ៏គួរឲ្យស្វាគមន៍មួយគឺថា boom sound ណប់ចិត្តរបស់យើងនោះគឺត្រឡប់មកវិញហើយធ្វើបានល្អវាលាន់ពីរោះស្រឡះឬខ្លាំងពីរោះជាងមុនច្រើនជាមួយសាច់បាសនិងកម្រិតឆឹកចែកគ្នាបញ្ចេញបានល្អវាល្អសម្រាប់ការចាក់ចម្រៀងមិនប្រើកាសនិងមើលវីដេអូដោយខ្ញុំបញ្ជាក់មុននេះអញ្ចឹងទូរស័ព្ទនេះបានភ្ជាប់មកជាមួយនឹងអាវក្រោះការពារទឹកពេញលេញកម្រិត IP67 វាល្អដែល HTC សម្រាប់ចិត្តបំពាក់មុខងារសុវត្ថិភាពបន្ថែមបែបនេះកម្លាំងថ្ម 3000 មីលីអាំពែនៅក្នុងម៉ាស៊ីននេះរាងតូចបន្តិចសម្រាប់មៀតវាប៉ុណ្នេះតែបើទោះបីជាអេក្រង់វារាងឃ្លានថ្មបន្តិចមែនតែបន្ទះឈីបវាក៏ដូចជាមុខងារ Boost Plus នេះវាធ្វើការបានល្អ
នេះមិនមែនជា smartphone ប្រើបានមួយថ្ងៃកន្លះទៅ2ថ្ងៃទេតែវាអាចរូបផុតបានដល់ពេលចូលគេងសម្រាប់សាច់ប្រើកម្រិតល្មមរបស់ខ្ញុំគឺបានខ្ទង់11ទៅ12ម៉ោងដែរហើយសម្រាប់ការចាក់វីដេអូជាប់រយៈពេល80នាទីវាស្រកពី22ទៅ24% HTC ក៏បន្ថែមក្បាលសាកលឿន Quick Charge 3.0 នៅក្នុងនេះដែរដោយនេះវាអាចសាកចូលបានលឿនដូច U Ultra អញ្ចឹងសម្រាប់ល្បឿនប្រើប្រាស់ទូទៅរបស់ smartphone នេះដំណើរការបានរអិលមែនតែនការអូស zoom ក្នុង website ចេញចូលកម្មវិធីក៏ដូចជាអូសទៅលើ menu មានសភាពរលូនល្អ game ចង់ដំឡើងប្រភេទខ្ពស់កម្រិតណាក៏នៅតែលេងបាន smooth ល្អព្រោះ chip ក៏ដូចជា GPU វាគឺកប់ហើយជាមួយនឹង RAM បន្ថែមដល់ 6GB ទៀតដោយនេះវាកាន់តែជួយបន្ថែមការប្រើកម្មវិធីច្រើនរបស់អ្នកមិនអាក់ឬក៏ស្ទុះឡើយតែក៏អរគុណទៅដល់ Android Nougat 7.1 ជាមួយនឹងស្បែក Zen ចំនួនថ្មីនេះផងដែរថ្មីត្បិតតែវាមិនសូវប្លែកនិងមិនមានមុខងារអ្វីបន្ថែមច្រើនមែនតែវាមានសភាពសាមញ្ញស្រឡះគ្មានកម្មវិធីដំឡើងក្រៅឬក៏កម្មវិធីដដែលជាន់គ្នាដូចជា smartphone ដទៃនោះទេចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺថាដោយសារ HTC សិក្សាថាអ្នកទាំងអស់គ្នាចូលចិត្តច្របាច់ដូចជាការច្របាច់ក្រូចច្របាច់ដៃជើងឬក៏ច្របាច់កន្លែងផ្សេងទៀតដែលអ្នកចូលចិត្តដូចនេះហើយទើប HTC និងក្រុមអភិវឌ្ឍគេសម្រេចថាអូខេដល់ពេលដែលអ្នកប្រើត្រូវចេះច្របាច់ទូរស័ព្ទម្ដងហើយនោះទៅ smartphone ចំនួនថ្មីនេះមានមុខងារ sensor ដែលសម្គាល់សម្ពាធនៅសងខាងតួខ្លួននេះដោយគ្រាន់តែកាន់ក្តោបផ្នែកតួខ្លួនរួចប្រើកម្លាំងច្របាច់បន្តិចទៅវានឹងញ័រហើយមុខងារវានឹងដំណើរការស្របគ្នាជាមួយនឹងសម្ពាធសង្កត់ផងដែរបើនិយាយឲ្យអ្នកទាំងអស់គ្នាងាយយល់ដោយខ្លីគឺថាមុខងារនេះវាដើរជាផ្លូវកាត់ចូលទៅកាន់កម្មវិធីឬមុខងារអ្វីមួយដែលយើងអាចកំណត់បានដោយខ្លួនឯងដូចជាច្របាច់បើកពិលបើកកាមេរ៉ា screenshot ឬក៏បើកមើលកម្មវិធីដែលអ្នកចូលចិត្តបានលឿនដូចជាបើសិនជាអ្នកចូលចិត្តឆែក Facebook ច្រើនអ្នកអាចច្របាច់ដើម្បីចូលទៅកាន់ Facebook ឬក៏ផ្នែកអាកាសធាតុអ្នកអាចច្របាច់ដើម្បីចូលទៅកាន់កម្មវិធីអាកាសធាតុយើងក៏អាចចូលទៅកំណត់ការច្របាច់បានពីរប្រភេទដើម្បីបានប្រើមុខងារបានពីរដូចជាច្របាច់ហើយលែងនិងច្របាច់ហុលបន្ថែមរួចលែងដៃហើយអ្នកក៏អាចកំណត់ទៅលើកម្រិតសម្ពាធបានផងដែរឲ្យទៅតាមទម្លាប់នៃការច្របាច់របស់អ្នកពីមុននេះជាការយល់ឃើញរបស់ខ្ញុំបន្ទាប់ពីការប្រើមួយរយៈធំមកនេះខ្ញុំមិនសូវជាប្រើមុខងារនេះប៉ុន្មានទេពេលខ្លះខ្ញុំក៏ភ្លេចប្រើវាដែរហើយភាគច្រើនខ្ញុំប្រើវានៅពេលយប់សម្រាប់ច្របាច់បើកពិលបានភ្លាមៗនៅទីងងឹតវាអាចថាมันអត់ប្រយោជន៍ទេគ្រាន់តែមិនចាំបាច់ខ្លាំងប៉ុណ្ណោះតែក៏ល្អដែរសម្រាប់មុខងារនេះវាថ្មីហើយវាអាចត្រូវចិត្តអ្នកប្រើមួយចំនួននេះជាផ្នែកដែលខ្ញុំសន្សំទុកមកនិយាយចុងក្រោយគេគឺកាមេរ៉ា smartphone ដែលខ្ញុំប្រើជាប់បំផុតនោះគឺមាន Pixel S8 HD Premium និង 7 Plus smartphone ទាំងនេះគឺខ្ញុំប្រើក្នុងការថតរូបផុសនៅក្នុង Instagram ឬក៏ Page ជាប្រចាំវាលឿនថតបាននឹងល្អនិងផលិតរូបភាពបានស្អាតតែសម្រាប់កាមេរ៉ា12 megapixel ជាមួយនឹង Dual Pixel Autofocus នៅលើ HTC U11 នេះខ្ញុំសូមនិយាយថាកនិងបបន្តមួយកប់ដំបូងនៃការបង្ហាញពិន្ទុពី DxO Mark ដល់ 9.0 ខ្ញុំគិតថា really ខ្ញុំក៏មិនកាត់សេចក្តីខ្លាំងទៅលើពិន្ទុដែលគេឲ្យនោះទេតែសម្រាប់ការប្រើថតមួយប្រើធំមកនេះខ្ញុំទាញវាមកពិនិត្យនៅលើ computer ផ្ទាល់រាល់រូបភាពដែលខ្ញុំបានថតពិតជានឹកស្មានមិនដល់និងមិនគួរឲ្យខ្ញុំចង់លុបរូបមួយណាចោលឡើយកម្រិត aperture 1.7 វាថតបានភ្លឺល្អខ្លាំងមែនតែនបើទោះបីជាក្របអុចនៅតែមានតែវាក៏មិនច្រើនធ្វើឲ្យរូបភាពចេញបែបគំនូរឬក៏រង្គើមានសភាពយឺតក្នុងការចាប់យកដែរចំណែកការថតនៅកន្លែងទេសភាពខាងក្រៅកាមេរ៉ានេះបញ្ចេញសមត្ថភាពវាបានអស់តែម្ដងវាថតបានលឿនចំណុច focus ស្គាល់បានល្អការថតបើកមុខងារ HDR ក៏ process ស្ទាន់ចិត្តនិងមានលំនឹងជាមួយនឹង OIS ភ្ជាប់មកស្រាប់ចំណែកមេនុយប្រើរបស់វាសាមញ្ញតែមានប្រយោជន៍ខ្លាំងនៅចំហៀងខាងឆ្វេងនេះមានត្រេឆ្នោត2ដែលយើងអាចអូសវាចេញផ្ទាំងមកក្រៅបានវាជាផ្ទាំងមុខងារថតវីដេអូថតរូបខ្នាតវែងថត selfie ក៏ដូចជាថតបែប pro mode ផងដែរខ្ញុំចូលចិត្តមុខងារនេះខ្លាំងហើយ HTC ក៏រៀបចំការគ្រប់គ្រងមិនឲ្យស្មុគស្មាញក្នុងការយល់ទេហើយវាក៏អាចឲ្យយើងថតរូបភាពចេញជា file RAW បានផងដែរកម្រិតរូបភាពដែលថតចេញមកគឺ4032 × 3024 pixel ជាមួយនឹងទំហំ C ចាប់ពី2 MB កន្លះទៅ6-7 MB អាស្រ័យទៅលើរូបភាពនិងពណ៌ទីតាំងដែលបានថតខ្ញុំសូមសរសើរនៅពណ៌ដែលថតចេញមកមានកម្រិតដិតបែបធម្មជាតិល្អជាមួយសាច់ detail និងមានកម្រិតម៉ត់ល្មមបើទោះបីជាយើង zoom ក៏ដោយហើយការថតកង់ពន្លឺថ្ងៃក៏មិនធ្វើឲ្យផ្ទៃឡើងខ្មៅឬក៏មានចំណាំងពន្លឺចូលខ្លាំងឡើយចំណុចដែលខ្ញុំចូលចិត្តបន្ថែមនោះគឺការថតវីដេអូកម្រិត 4K ជាមួយសំឡេង 3D sound សម្រាប់គុណភាពវីដេអូវាថតបានស្អាតល្អតែលំនឹងនៅមិនទាន់រក្សាបាននឹងស្មើច្រើនឡើយ
វាកាន់តែរង្គើនៅពេលដែលយើង zoom ចូលបន្ថែមបច្ចេកវិទ្យា 3D sound ដែលមាននៅក្នុងនេះជាមុខងារដែលយើងមិនដែលទាមទារទេតែយ៉ាងណាក៏ដោយ HTC ដាក់ឲ្យប្រើហើយអញ្ចឹងយើងក៏គួរតែទទួលទៅឧទាហរណ៍ដូចជាពេលនេះខ្ញុំកំពុងតែថតអមគាត់កំពុងតែលេងភ្លេងខ្ញុំឈរមកខាងនៃផ្លូវហើយសំឡេងនៅពេលនេះវាមានការលាយឡំជាមួយនឹងគ្នាច្រើនហើយនៅពេលដែលខ្ញុំបង្រួមទៅរកគាត់កាន់តែជិតសំឡេងភ្លេងគាត់ឮកាន់តែជិតនិយាយរួមទៅគឺថាបើសិនជាយើង zoom ទៅរកសកម្មភាពអ្វីដែលមានសំឡេងនៅឆ្ងាយវានឹងស្រូបសំឡេងឲ្យកាន់តែគៀកហើយពេលខ្លះក៏វាមិនសូវជាធ្វើការបានល្អទេនៅកន្លែងដែលមានចរាចរណ៍សំឡេងខ្លាំងវាអាចចាប់សំឡេងរៀងច្រឡំតែយ៉ាងណាក្តីបើទោះបីជាអ្នកខ្លះមិនសូវចាប់អារម្មណ៍ទៅលើមុខងារនេះមែនតែវាក៏ជាការបន្ថែមដ៏ល្អពី HTC ផងដែរ myself up on that list. She said, where'd you wanna go? How much you wanna risk? I'm not looking for somebody with some superhuman gifts, some superhero, some fairy tale bliss. Just something I can turn to, somebody I can kiss. I want something just like this.នេះគឺជា smartphone ល្អបំផុតប្រចាំឆ្នាំរបស់ HTC ខ្ញុំគិតថា HTC ព្យាយាមខ្លាំងក្នុងការផលិត U11 នេះឡើងផ្នែកខ្លះអាចថាមិនចាំបាច់សម្រាប់អ្នកប្រើច្រើនឡើយដូចជាមុខងារច្របាច់និង 3D sound នេះតែវាក៏ជារបកកំហើញថ្មីមួយទៀតដែលក្រុមហ៊ុនតៃវ៉ាន់នេះបង្កើតឲ្យប្លែកពីគេដែរខ្ញុំនៅរៀងមិនសូវពេញចិត្តទៅលើរូបរាងធំរបស់វានិងផ្ទៃខាងមុខនៅសល់ហ្គេមនេះចំណែកការបំបត្តិរំដោតកាសរៀងនៅមិនទាន់ស៊ាំសម្រាប់អ្នកប្រើមួយចំនួននៅឡើយទេក៏ដូចជាអេក្រង់វាក៏មិនទាន់លោតដល់ HDR ដូចជា S8 LG G6 ឬក៏ HD Premium នៅឡើយតែខ្ញុំក៏អាចអធិស្ឋានបានដែរដោយសារពេលនេះ U11 មានខ្នងក្រោយបែប 3D កង់ស្អាតជាងមុនមានអាវក្រោះការពារពេញលេញសំឡេង boom sound ត្រឡប់មកវិញនិងមានកម្លាំងខ្លាំងជាងមុនផងដែរនេះជាសញ្ញាល្អថា HTC ពិតជាស្ដាប់ទៅលើការរិះគន់ពីអ្នកប្រើបើសិនជាមាន head phone ធំមួយដែលធ្វើឲ្យខ្ញុំយក U11 មកប្រើជា smartphone ប្រចាំថ្ងៃរបស់ខ្ញុំនោះគឺប្រកាសជាកាមេរ៉ារបស់វានេះឯងវានឹងមិនទាន់ល្អឥតខ្ចោះទេតែវាស្ទើរតែល្អបំផុតទៅហើយកាមេរ៉ានេះអាចប្លង់ pixel Galaxy S8 និង P10 ប៉ើងបានយ៉ាងងាយសម្រាប់ពេលនេះគឺបានន័យថាពេលនេះវាជាកាមេរ៉ាល្អបំផុតមួយវានឹងធ្វើឲ្យអ្នកដែលជាម្ចាស់អ្នកប្រើវានេះសប្បាយចិត្តតែយើងក៏នៅចាំមើល Pixel ចំនួនក្រោយនិង Note 8ចេញមកបន្ថែមសិនហើយសម្រាប់ពេលនេះម៉ោងនេះ HTC U11 អាចនៅក្រោមតំណែង Camera of Throne មួយរយៈសិនបានអញ្ចឹងនេះជា HTC U11 អ្នកចូលចិត្តវាឬអត់ឬក៏អ្នកកំពុងប្រើវាហើយអ្នកគិតយ៉ាងណាដែរទៅលើ smartphone នេះកុំភ្លេចសរសេរជាមតិនៅ comment ខាងក្រោមនេះឲ្យខ្ញុំដឹងផងហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតគម្រោងថ្មីដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ The Star Platinum Euroville នឹងផ្ដល់ជូននៅជម្រើសវីឡាម៉ូដថ្មីជាច្រើនប្រភេទដែលផ្ដល់នូវបទពិសោធន៍រស់នៅដ៏សម្បូរបែបស្ថិតក្នុងទីកន្លែងតែមួយទីតាំងស្ថិតនៅជាប់នឹង Europark ជាសួនកម្សាន្តស្តង់ដារបែបអឺរ៉ុបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាផ្ដល់នូវបរិយាកាសល្អបរិសុទ្ធអមដោយបណ្ដុំភោជនីយដ្ឋានបែបបស្ចិមប្រទេសរួមជាមួយនឹងការកម្សាន្តដ៏សម្បូរបែបបូរីពេញហួតធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យអូមិនតាន់ទៅទេខ្ញុំដូចជានិយាយច្រើនអស់ហើយHTC ក៏បន្ថែមកាសគុណភាពសំឡេងកម្រិតខ្ពស់ HTC U Sonic នៅក្នុងប្រអប់មកស្រាប់ផងដែរ
ដែលវាធ្វើការជាមួយនឹងមុខងារ Active Noise Cancellation ដែលជួយកាត់បន្ថយសំឡេងបានយ៉ាងល្អខ្ញុំស្រឡាញ់កាសនេះមែនតើវាស្រាលហាប់នៅក្នុងត្រចៀកមិនជ្រុះទេនៅពេលរត់ហើយក៏មានអារម្មណ៍ល្អក្នុងការពាក់ផងដែរកាសដែលខ្ញុំចូលចិត្តប្រើបំផុតគឺកាសរបស់ Apple និងកាស AKG របស់ SX តែនៅពេលនេះកាស Usonic របស់ U11 នេះក្លាយជាកាសសំណប់ចិត្តបន្ថែមរបស់ខ្ញុំហើយអរគុណអ្នកទាំងអស់គ្នាអស់ហើយអស់តែត្រឹមប៉ុណ្្នឹងហើយអរគុណសម្រាប់ការទស្សនាចុច like និង share ក៏ល្អដែរជួបគ្នានៅវីដេអូក្រោយទៀត